អ្នកទាំងអស់គ្នាដឹងអត់កាលពីមុនណាសក់ខ្ញុំណារិចដាច់ឈូអង្គែភេងនិយាយទៅគ្រប់មុខនៅក្នុងហ្នឹងមកហើយខ្ញុំលើគេល្បីសាប៊ូផ្សេងដែលល្បីនៅលើទីផ្សារខ្ញុំសាកប្រើអស់ហើយប្រើម្ដងណាគឺខ្ញុំសាកតែម្ដងពីរដងអីគឺដូរទៀតហើយដូរមុខចង់3 4 5 6មុខគឺនៅហ្នឹងមកបងប្អូនប្រកាសជាឆ្ងល់ហើយឃើញសក់ខ្ញុំឡើងស្អាតមិនក៏ខ្ញុំនិយាយពីបញ្ហាសក់ក៏ប៉ុន្តែសក់ដែលខ្ញុំរៀបរាប់ទាំងម៉ានគឺសក់ខ្ញុំពីមុនអ្នកទាំងអស់គ្នាដឹងហ៎ពេលដែលខ្ញុំចាប់ដើមកក់ខ្ញុំសាក់លបងរយៈពេល1ខែគឺខ្ញុំមានអារម្មណ៍ថាសក់ខ្ញុំប្លែកគឺដូរវែងលឿនបានប្រហែលជាមួយចង្អុលដៃអញ្ចឹងខ្ញុំក៏ព្យាយាមទៀតព្យាយាមរហូតតាមដានមើលទៀតរហូតដល់3ខែគឺលោតដល់ពីចង្អុលដៃអញ្ចឹងក៏ខ្ញុំបន្តការប្រើដោយសារអីខ្ញុំស្រឡាញ់ពេលដែលខ្ញុំប្រើទៅគឺមានអារម្មណ៍ថាសក់ខ្ញុំល្អធ្ងន់អញ្ចឹងខ្ញុំចាប់ដើមលោតដល់6ខែគឺលោតដល់មកចាអាមជាងវែងមែនតើសូម្បីតែមិត្តភក្តិខ្ញុំក៏អត់ជឿថាសក់ខ្ញុំបានវែងអញ្ចឹងដែរអ្នកទាំងអស់គ្នាប្រកាសជាចង់ដឹងថាខ្ញុំប្រើសាប៊ូអី Yes គឺឈុតសាប៊ូ Nastory Again Oil និយាយថាគុណភាពល្អតម្លៃក៏សមរម្យថែមទាំងមានស្តង់ដារត្រឹមត្រូវទៀតអញ្ចឹងអ្នកទាំងអស់គ្នាចង់បានសក់វែងដោះលឿនក្រេះ Yes ដូចខ្ញុំហ៎កុំភ្លេចតំណែងទៅកាន់ Technique បាទ